តដកមកពីស្រែដកក្បែរគល់ឈើកំពុងតែដាំដំណាំស្រាប់តែប៉ាហៅឲ្យមកមើលផ្សិតដែលគាត់ដកបានខ្ញុំស្មានតែផ្សិតតូចៗធម្មតាគិតថាប្រហែលជាមានរូបរាងចម្លែកហើយទើបគាត់ហៅឲ្យមកមើលផ្លែរបស់គាត់មែនផ្លែត្រង់មានរូបរាងធំជាងធម្មតាមិនដឹងថាពុកម៉ែបងប្អូនស្គាល់ដែរឬទេថាជាផ្សិតអ្វីញ៉ាំបានឬអត់ផ្សិតនេះមានលក្ខណៈស្វិតមិនរបេះតាមដៃទេมันផោងហ្មងទេស្អីណែនដែរនេះណែនដល់លឺផោងតិចតិចក្លិនប្រហើរស្រាលគ្មានក្លិនកពុលស្អុយអីទេរសជាតិឡំក៏អត់មានល្វីងអីដែរហ៊ានណាស់មិនស្គាល់ផ្សិតអីផងហ៊ានភ្លក់ខ្ញុំភ្លក់តាមអ៊ំបើអ៊ំប្រាប់ថាភ្លក់តែបន្តិចវាមិនអីទេភ្លក់ហើយឃើញថាមិនអីមែនតែក៏អត់ហ៊ានញ៉ាំដែរនំនេះខ្ញុំញ៉ាំតាំងពីខ្ញុំជាក្មេងជំនាន់មុនរហូតមកដល់ខ្ញុំចាស់ជំនាន់ឥឡូវក៏នៅតែញ៉ាំគ្រាន់តែថាក្មេងជំនាន់ឥឡូវញ៉ាំមិនដូចក្មេងជំនាន់មុនហើយបើចង់ដឹងថាក្មេងជំនាន់មុនណាញ៉ាំយ៉ាងម៉េចតើសួរចាស់ជំនាន់នេះចាស់ជំនាន់នេះដឹងតែមានប្រវត្តិធ្លាប់ញ៉ាំនំហ្នឹងហើយតែប្រហែលមកដល់ឥឡូវម្នាក់លែងសូវបានញ៉ាំហើយរសជាតិនំអត់មានផ្លាស់ប្ដូរទេខ្លាចតែអ្នកញ៉ាំផ្លាស់ប្ដូរចំណង់ចំណូលចិត្តប្ដូរពីផ្កាដ៏ស្រស់ស្អាតទៅជាផ្កាដ៏ឈ្ងុយឆ្ងាញ់ថ្ងៃមុនទៅបេះផ្កាថ្ងាន់យកមកធ្វើជ្រក់ហើយថ្ងៃនេះជ្រក់ថ្ងាន់ញ៉ាំចង់អស់ហើយតែមានប្អូនម្នាក់គាត់ប្រាប់ថាពេលបានជ្រក់ឲ្យញ៉ាំឲ្យគាត់មើលផងអញ្ចឹងក៏ឆ្លៀតពេលហ្នឹងបង្ហាញពុកម៉ែបងប្អូនតិចទៅជ្រក់នេះជូរដល់កម្រិតហើយពេលញ៉ាំដាក់ស្ករបន្តិចដាក់ប៊ីចេងបន្តិចចំណែកម្ទេសវិញដាក់ឲ្យច្រើនញ៉ាំជាមួយត្រីអាំងឆ្ងាញ់បំផុតហើយតែបើអត់ត្រីអាំងជាមួយពងទាស្ងោរក៏បានដែរតែឆ្ងាញ់សម្រាប់តែអ្នកចេះញ៉ាំទេបើអ្នកអត់វិញប្រហែលជាចាញ់ក្លិនបន្តិចហើយព្រឹកឡើងពីអ្នកស៊ីពីយកសបុកចាប់ពុកយកទៅពយួរស៊ីពីប្រុងព្រៀបឡើងហើយតែពយួរមិនដល់បើស៊ីពីទូចមួយហ្នឹងហើយលួសដែលដាក់ពយួរនេះជាលួសចាស់ធ្លាប់ពយួរសបុកពីមុនមកតែសបុកពីមុនខូចបាត់ហើយឥឡូវបានសបុកថ្មីយកមកដាក់ល្មមសបុកកាលពីមុនសបុកញីភ្ជួរហើយមានចាប់មកនៅតែបើសបុកថ្មីដែលប៉ារើសមកនេះវិញសបុកឈ្មោលតាមមើលសបុកនេះទើបតែធ្វើរួចទេព្រោះឃើញស្លឹកឫស្សីខ្លះនៅខៀវហើយនៅខាងក្នុងគេមានដាក់សបកឈើសងខាងទៀតពាក្យខ្មែរនិយាយថាយអ៊ុនដាក់រយៈជន់តែបើតាមរឿងចិនវិញនិយាយថាបើលៀបមិនមែនគ្រោះបើគ្រោះជិះមិនផុតស្វាយចង់ធ្លាក់ដល់ដីបើទោះជាត្រង់ត្រូវក៏នៅតែដល់ដីអូនខ្ញុំធ្វើបាបឲ្យពីរអ្នកនេះដល់ហើយគាត់ថាពីរអ្នកហ្នឹងពលចំណៃពួកអីឃើញក្អួតចង្អោគាត់ទៅយកទឹកឃ្មុំយកឲ្យញ៉ាំតែមិនព្រមដាក់ឲ្យស្រួលឲ្យទេឲ្យគ្នាលិតពីក្រៅទ្រុងពីរអ្នកហ្នឹងទំនងដូចជាចូលចិត្តទឹកឃ្មុំខ្លាំងទៀតអស់ហើយហ្នឹងនៅតែតាមញ៉ាំតាមដដើមញ៉ាំបដើគិតថាគួរធ្វើយ៉ាងម៉េចជាមួយនឹងផ្លែឈើទាំងអស់ហ្នឹងនៅស្រុកភូមិខ្ញុំយកមកឲ្យនេះមិនយកមកជាប់ដៃទេយកមកឌឺតែម្ដងនេះសិតតែផ្លែឈើដែលគាត់ដាំបានហើយគាត់ក៏ដឹងដែរថាខ្ញុំក៏មានដាំតែខ្ញុំដាំមានតែដើមគាត់ថតអួតមកអស់ចិត្តគាត់យកមកឲ្យដល់ផ្ទះទៀតព្រោះជាងគេផ្លែចេញបងនេះខ្ញុំយកពូជពីផ្ទះគាត់មកដាំដែរតែផ្លែមកស្ទងបានតែ3ស្និតហើយមួយស្និតបានតែ3ផ្លែទៀតដល់តែមកកាក់វិញយកមកឲ្យម្ដង5គីឡូដើមខ្ញុំដាំ 4-5 ឆ្នាំតែផ្លែបានតែ3ចកោមបែបហ្នឹងគាត់ទៅដាំឬមួយក៏ឈប់ដាំខ្លាចស្វាប៉ុន្តែពេលឃើញស្វាហៅស្វា Monkey Do you hear me monkey Yeah Don't come here ឆ្នាំនេះព្រីងផ្កាល្អណាស់ផ្កាឡើងពេញដើមប៉ុន្តែអត់ហ៊ានធានាទេថាផ្លែច្រើនចឹងអត់ព្រោះព្រីងតតែផ្លែធំតែម្ដងទើបអាចធានាបានឃើញផ្កាក្តាំងគ្រប់ម៉ែគ្រប់ដើមចឹងទេប៉ុន្តែពេលក្តាប់មកអាចនឹងជ្រុះអស់តែបើទទួលបានផលល្អព្រីងអត់ខូចអត់ជ្រុះឆ្នាំនេះដឹងតែសបោព្រីងញ៉ាំហើយព្រោះព្រីងគ្រប់ដើមផ្កាអត់មានសល់មែកទេហើយផ្កាស្រស់គ្នាល្អទៀតសូមឲ្យផ្លែបានច្រើនបានល្អដូចផ្កាអញ្ចឹងដែរចោដល់ពេលនោះពុកម៉ែបងប្អូនដែលចង់ពិសាអាចមករកបានព្រោះព្រីងនេះផ្អែមឆ្ងាញ់ណាស់ដល់ហើយយកថ្មិញអញយកថ្មិញហែងបោះថ្មិញវើទៅលើតបផ្ទះតែអត់សមដូរថ្មិញជាមួយកដុលហ្នឹងថ្មិញអត់ដោះវិញឥឡូវហើយចាឥឡូវថ្មិញសៃពណ៌ដោះមកមុនថ្មិញបាក់ដោះមកពីណាបើអត់ទាន់បានសមដូរថ្មិញជាមួយនឹងកដុលផងហ្នឹងតតែតាមតអញ្ចឹងទើបដឹងថាខ្លួនឯងកាលពីក្មេងឆោតសាហាវមកពីចាស់ដែរហ្នឹងមិនដឹងថាគាត់ប្រាប់អញ្ចឹងដើម្បីអីឲ្យតែពេលមានថ្មិញបាក់គាត់ប្រាប់ថាឲ្យយកថ្មិញហ្នឹងយកទៅបោះលើតបផ្ទះហើយសមដូរថ្មិញជាមួយកដុលមិនដឹងថាមានតែខ្ញុំឬក៏មានអ្នកផ្សេងដែរដែលធ្លាប់ធ្វើបែបហ្នឹងបើមានមែនបានជាគ្នាហើយ